ថ្ងៃនេះខ្ញុំសូមលើកយកដំណើរជីវិតនាងរស់មកនិទានប្រាប់ដែលលើកយករឿងនេះមកព្រោះកន្លងមកតែងមានពាក្យចចាមអារាមពីមជ្ឈដ្ឋានខាងក្រៅថាគ្រឹះសាសនាមិនអោយគោរពប្រណិប័តដល់ឪពុកម្ដាយមែនតែនទៅខ្ញុំមិនដឹងថាពាក្យចចាមអារាមនេះចេញមកពីប្រភពណាទេតែថ្ងៃនេះខ្ញុំសូមបកស្រាយឲ្យបានច្បាស់លាស់និទានពីណាអូមីមានប្តីឈ្មោះអេលីម៉ាឡិចអ្នកទាំងពីរមានកូនប្រុស2នាក់ហើយតាំងទីលំនៅនិងធ្វើការរកស៊ីនៅក្នុងស្រុកម៉ូអាប់ពេលកូនប្រុសទាំងពីរចម្រើនវ័យធំឡើងក៏រៀបការជាមួយកូនក្រមុំសាសម៉ូអាប់ឲ្យមានគ្រួសាររៀងៗខ្លួនដោយកូនប្អូនមានប្រពន្ធឈ្មោះអូបាចំណែកកូនប្រុសច្បងយកប្រពន្ធឈ្មោះនាងរស់ជាអកុសលអីបន្ទាប់ពីផ្សំគុំកូនហើយអេលីម៉ាឡិចក៏អនិច្ចកម្មទៅដោយបន្សល់ទុកណាអូមីក្លាយជាស្ត្រីមេម៉ាយហើយក្រោយមកបាន10ឆ្នាំកូនប្រុសទាំងពីរក៏បានស្លាប់ទៅទៀតដូច្នេះកូនប្រសារស្រីគាត់ក៏ក្លាយទៅជាស្ត្រីមេម៉ាយទៀតម្ដាយក៏មេម៉ាយកូនប្រសារស្រីទាំងពីរនាក់ក៏មេម៉ាយដូចជាចៃដន្យដល់ហើយយើងធ្លាប់តែឮចម្រៀងគេច្រៀងក្រមុំទាំង3ដល់ឥឡូវបែរជាមកជួបមេម៉ាយទាំង3ទៅវិញថ្ងៃមួយណាអូមីបានហៅកូនប្រសារស្រីទាំងពីរមកប្រាប់ថាគាត់នឹងឈប់រស់នៅស្រុកម៉ូអាប់ហើយដោយចង់ទៅរស់នៅស្រុកយូដាវិញដូច្នេះក៏ប្រាប់កូនប្រសារស្រីទាំងពីរឲ្យទៅភូមិកំណើតគេរៀងៗខ្លួនវិញបើអាចយកប្តីថ្មីមួយទៀតទៅតាន់ខ្លួននៅក្មេងនៅក្នុងខគម្ពីរបានសរសេរថាកូនប្រសារស្រីទាំងពីរបានយំពេលបានឮពាក្យនេះចេញពីមាត់ម្ដាយក្មេងតថភាពនេះបានឆ្លុះបញ្ចាំងឲ្យយើងឃើញថាណាអូមីជាម្ដាយក្មេងល្អព្រោះគាត់ជាអ្នកជឿព្រះយេហូវ៉ាបើសិនជាម្ដាយក្មេងចិត្តអាក្រក់វិញសង្ស័យការហើយមិនទាន់បានប្រមាណផងកូនប្រសាស្រីរត់ចោលអស់ហើយគេមិននៅឲ្យក្រំចិត្តស្អិតបេះដូងអ្វីទេនាងអូបាដែលជាកូនប្រសាទី2ក៏ធ្វើតាមបំណងម្ដាយក្មេងដោយជម្រាបលាហើយក៏ចេញទៅតែចំណែកនាងរស់ដែលជាកូនប្រសារស្រីទី1វិញគិតថាម្ដាយខ្លួនចាស់ហើយតើមានអ្នកណានឹងបំរើមើលថែទាំគាត់បើសិនជានាងចេញទៅដូច្នេះនាងបានសម្រេចចិត្តថាខ្លួននឹងបញ្ចេញពីម្ដាយក្មេងទេនាងបានប្រាប់ថាត្បិតកន្លែងណាដែលអ្នកម្ដាយអញ្ជើញទៅនោះខ្ញុំក៏នឹងទៅតាមហើយកន្លែងណាដែលអ្នកម្ដាយរស់នៅនោះខ្ញុំក៏នៅនឹងដែរហើយព្រះរបស់អ្នកម្ដាយនឹងបានជាព្រះរបស់ខ្ញុំដែរដោយឃើញការតាំងចិត្តយ៉ាងមុតមាំរបស់នាងរស់ណាអូមីក៏មិនបង្ខំឬហាមឡើយក្រោយមកអ្នកទាំងពីរក៏រើទៅរស់នៅក្នុងស្រុកយូដាពេលទៅដល់កន្លែងថ្មីហ្នឹងមិនដឹងរកស៊ីអីទេដូច្នេះនាងរស់ក៏ទៅរើសគួរស្រូវដែលគេច្រូតហើយដើម្បីយកមកចិញ្ចឹមម្ដាយក្មេងថ្ងៃមួយនាងបានចូលទៅរើសគួរស្រូវនៅក្នុងស្រែរបស់អូបូសដែលជាលោកដង្ខៅស្រុកស្រែពេលអូបូសឃើញនាងរស់លោកក៏ហៅមេការដែលមើលការខុសត្រូវអ្នកចម្រូតក្នុងស្រែខ្លួនមកសួរថានាងនោះជានរណាមេការបានតបថានាងរស់គួរស្រូវដើម្បីយកទៅចិញ្ចឹមម្ដាយចាស់ជរាហើយនាងជាមនុស្សឧស្សាហ៍ធ្វើការណាស់ដោយឈប់តែមួយផ្លែតពេលថ្ងៃទេរួចនឹងចេញទៅរើសដល់ល្ងាចឬដូចនោះអូបូសក៏ហៅនាងរស់មកប្រាប់ថាពេលនាងស្រែកទឹកសូមផឹកនៅក្នុងក្អមដែលអូបូសត្រៀមសម្រាប់អ្នកចម្រូតលោកហើយពេលបាយថ្ងៃត្រង់លោកក៏ហៅនាងរស់មកទទួលទានយ៉ាងឆ្អែតហើយនាងរស់ក៏យកទុកមួយចំណែកទៀតដើម្បីទៅផ្ញើម្ដាយក្មេងបន្ថែមពីលើនេះអូបូសបានប្រាប់មេការឲ្យទុកគួរស្រូវខ្លះនៅក្នុងស្រែដើម្បីឲ្យនាងរស់យកដោយមិនត្រូវឲ្យច្រូតឲ្យអស់ពេកទេពេលនាងរស់ត្រឡប់ទៅដល់ផ្ទះវិញនាពេលល្ងាចនាងបានយកអាហារដែលខ្លួនបានសន្សំទុកពីថ្ងៃជូនម្ដាយហើយណាអូមីសួរថាបានអាហារនិងស្រូវយ៉ាងច្រើននេះមកពីណានាងរស់ឆ្លើយថាបានមកពីលោកអូបូសបន្ទាប់ពីឮឈ្មោះនោះណាអូមីស្គាល់ដោយសារគាត់ជាសាច់ញាតិខាងប្តីរបស់ខ្លួននាងក៏បានផ្សំផ្គុំនាងរស់ឲ្យធ្វើជាប្រពន្ធអូបូសនាងរស់ក៏យល់ព្រមដែលគិតថាបើសិនខ្លាចជាប្រពន្ធអូបូសនាងងាយស្រួលចិញ្ចឹមនិងថែរក្សាណាអូមីអូបូសក៏ព្រមដែរដែលឃើញថានាងរស់មានចិត្តកតញ្ញូនិងឧស្សាហ៍ព្យាយាម
រឿងនេះល្បីណាស់នៅអ៊ីស្រាអែលសម័យនោះដោយប្រជាជនបាននិយាយថាកូនប្រសារស្រីដែលស្រឡាញ់អ្នកនោះវិសេសជាងកូនប្រុស7នាក់ដែលណាអូមីបង្កើតផងក្រោយមកនាងរស់បង្កើតបានកូនប្រុសម្នាក់ឈ្មោះអូប៊ិតដែលជាជីតារបស់លួងដេវីតហើយយើងដឹងថាស្ដេចដេវីតជាស្ដេចដ៏ល្បីរបស់អ៊ីស្រាអែលដែលពូកែក្នុងការធ្វើសឹកសង្គ្រាមពង្រីកទឹកដីពេលព្រះយេស៊ូវគ្រីស្ទប្រសូតមកក៏ស្ថិតនៅក្នុងត្រកូលលួងដេវីតនេះដែរសរុបទៅចេញពីចិត្តកតញ្ញូព្រះយេហូវ៉ាបានប្រទានពរយ៉ាងច្រើនដល់នាងរស់ពីស្ត្រីមេម៉ាយក្រីក្រក្លាយជាសេដ្ឋីនីជាលោកយាយរបស់លួងដេវីតនិងជាបុព្វការីជនរបស់ព្រះយេស៊ូវគ្រីស្ទកូនចៅនាងរស់សុទ្ធតែជាបុគ្គលល្បីៗតែមកដល់សព្វថ្ងៃនេះយើងនៅតែនិយាយឈ្មោះពួកគេ